កូនសិស្សសូមចូលផងលោកគ្រូបន្ទប់ខ្ញុំបោះសម្អាតហើយមិនត្រូវការសម្អាតទៀតទេសូមចេញទៅក្រៅទៅអ្នកណាថាមកសម្អាតឲ្យនាងនោះគឺខ្ញុំមកវាយរពាត់នាងវាយរពាត់ខ្ញុំអ្នកវឹកហាត់ចិត្តសាស្ត្រតែដូចជាលោកនេះចង់ត្រួតពិនិត្យស្ដេចដូចជាខ្ញុំលោកគ្រូសូមចេញទៅកុំបន្តថាខ្ញុំនេះដៃធ្ងន់លើលោកម្ចាស់សូមជឿអ៊ំស្រីទុកចិត្តចុះបើសិស្សប្អូនទៅសំណាក់ធានឈិនខ្ញុំនឹងធ្វើល្អដាក់នាងចំណែកអ៊ំវិញខ្ញុំនឹងផ្ដល់ទ្រព្យសម្បត្តិដល់មហិមាឲ្យអ៊ំអាយ៉ាលោកម្ចាស់ទុកចិត្តចុះថ្ងៃនេះបង្ខំឲ្យស្លាប់ក៏ត្រូវតែបង្ខំនាងឲ្យទៅដំណាក់ធានជិនដែរចាំមើលពេលនាងចូលសំណាក់ធានឈិនហើយខ្ញុំនឹងលេងឲ្យនាងមើលចាំវិញកូនសិស្សល្អរបស់គ្រូតែបន្តិចទៀតជោគជ័យហើយណាគឺក្រាបឲ្យបានល្អបានមកទៀតខ្ញុំនឹងចាត់ការឲ្យលោកហ៊ានវាយខ្ញុំប្រើប្រាស់ចិត្តទទួលយកកម្លាំងយុទ្ធសិលទៅបានជោគជ័យអាចឆ្កែស្អីនេះគឺជាសម្លេងកណ្ដឹងជោគជ័យប្រកាសហើយឬមួយរំពាត់ស្លាប់នៅក្នុងដៃលោកគ្រូគឺជារបស់សំខាន់ប្រចាំដំណាក់អមតៈគេម្នាក់នេះហេតុអីបានជាមានរបស់អស្ចារ្យច្រើនយ៉ាងនេះមើលទៅដំណាក់នេះមិនមែនគ្មានអ្វីសោះនោះទេឆាប់ក្រាបឲ្យបានល្អទៅល្អកូនសិស្សយ៉ាងម៉េចដែរលោកគ្រូខ្លាំងបន្តិចលោកគ្រូបន្តទៀតទៅលោកគ្រូប្រើកម្លាំងបន្តទៀតទៅលោកគ្រូប្រើកម្លាំងបន្តទៀតលោកគ្រូប្រើកម្លាំងឲ្យខ្លាំងជាខុងយើងនឹងសម្លាប់ឯងក្មួយឆាឈិញមិនក៏ឯងនៅទីនេះជាខុងអាមនុស្សអត់បានការឯងនេះហ៊ានប៉ះពាល់មនុស្សស្រីដែលយើងចាប់អារម្មណ៍ឯងស្លាប់ទៅលោកធ្វើបែបនេះចាំបាច់ដែរទេចាំបាច់បង្ខំឲ្យខ្ញុំចេញធ្វើដែរទេទៅស្លាប់ទៅឆាប់សិនបានលោកហ៊ានប៉ះពាល់លោកគ្រូរបស់ខ្ញុំលិនចាខ្ញុំនេះមិនលឹកលែងអស់លោកចិត្តខាតយ៉ាលោកគ្រូឯងនេះមិនមែនជាមនុស្សទេគេជាបីស្អាតម៉ែនៅសឹកមិនក៏ថាលោកគ្រូធ្វើបែបនេះគាត់មិនបានធ្វើអ្វីនោះទេថាម៉េចគេមិនបានធ្វើអីអើយពួកយើងនៅខាងក្រៅឃើញពួកឯងពួកឯងធ្វើរឿងបែបនេះឯងធ្វើបែបនេះដាក់កូនស្រីយើងម៉ែយកច្រឡំហើយលោកគ្រូប្រើអំបោះស្លាប់មន់ផ្ទេយុទ្ធសិលឲ្យខ្ញុំគិតអ្វីហ្នឹងម្យ៉ាងទៀតខ្ញុំជាមនុស្សបែបហ្នឹងដែរម្យ៉ាងទៀតយុទ្ធសិលរបស់លោកគ្រូត្រឹមវឹកហាត់ធម្មពលនៅក្នុងខ្លួនមួយជីវិតនេះក៏មិនទាន់ខ្ញុំដែរមនុស្សប្រុសរបស់ខ្ញុំត្រូវតែមានសមត្ថភាពខ្លាំងជាងខ្ញុំមិនអាចមើលឃើញគេបានទេនេះអ្នកទាំងពីរពិតជាមិនបានកើតអីមែនទេប្រកាសជាគ្មានបើអញ្ចឹងគឺល្អណាស់លោកម្ចាស់ជាខុងឯងចាំមើលទៅយើងនឹងសម្លាប់ឯងជាមិនខានទេលោកក្មួយមិនខឹងខ្លាំងជានេះឬមួយបានជួបបិសាចក្នុងចិត្តចាំខ្ញុំមករៀនឯងទៅចុះលោកគ្រូឆាប់ទេដឹងហើយយ៉ាម៉ែដាស់តឿនឯងគ្រូឯងនេះទោះបីជាសង្ហាប៉ុន្តែគ្មានបានការស្អីទេគ្មានស័ក្តិសមនឹងឯងទេឆាប់ឈប់ភ្លាមទៅម៉ែទោះបីជាលោកគ្រូខ្ញុំគ្មានបានការយ៉ាងណាគាត់ក៏ជាគ្រូខ្ញុំដែរគោរពគាត់តែឲ្យយើងគោរពគេអីលោកម្ចាស់អីចាលោកម្ចាស់ចាំខ្ញុំផងម៉ែជាខុងហ៊ានប៉ះពាល់មនុស្សស្រីយើងនឹងសម្លាប់ឯងល្អណាស់លៀនចាវនាងស្រីខ្លាំងរូបរាងនាងគ្រាន់តែមើលក៏ត្រជាក់ដែរគ្មានភាពអាម៉ាស់ក្នុងខ្លួនស្រីច្បងយ៉ាងម៉េចទៅហើយយ៉ាងម៉េចឯថាទៅអាម្នាក់គ្មានបានការនោះទើបតែវឹកហាត់ធម្មពលក្នុងខ្លួនសោះចំណែកយើងវិញគឺជាម្ចាស់សំណាក់ធានឈិនត្រមូលមានអនាគតត្រចះត្រចង់បែរជាប្រៀបធៀបជាមួយនឹងអាល្ងងនោះមិនបានហោះទេគេគ្មានអ្វីទាំងអស់ក្រៅពីសង្ហាមិននឹងអាចប្រៀបធៀបជាមួយនឹងលោកម្ចាស់បានទេសង្ហាអញ្ចឹងលោកម្ចាស់លោកយល់ច្រឡំហើយចេញទៅយល់ច្រឡំខ្ញុំស្ដាប់ផ្ទាល់តិចយល់ច្រឡំស្អីទៅខ្ញុំអាចបកស្រាយបានរឿងនេះមិនដូចជាលោកគិតទេការពិតគឺបែបនេះទេនិយាយអញ្ចឹងគេមិនបានប៉ះពាល់ចាវទេគេគ្រាន់តែប្រើអំបោះស្លាប់មន់អង្អែលនាងប៉ុន្តែយាកខុម្នាក់នោះក៏មិនមែនជាមនុស្សល្អស្អីដែរវាមានល្បិចច្រើនណាស់អ៊ំស្រីចេះចុះពេលក៏មិនតិចដែរអ៊ំត្រឡប់ទៅសម្រាប់វិញចុះចាប់ពីថ្ងៃស្អែកអ៊ំមករស់នៅសំណាក់ខ្ញុំបានលោកបាត់ខឹងហើយហីមិនខឹងទេបើអញ្ចឹងល្អណាស់
มันអាចខឹងបានកូនប្រសាមាសប្រារបស់ខ្ញុំมันអាចឲ្យចេញទៅបានទេ ជួយខ្ញុំចាត់ការរឿងមួយបើសិនជាបានសម្រេចខ្ញុំនឹងបញ្ជូនឯងទៅហាត់ដៃទេខ្ញុំស្ដាប់តាមបញ្ជារបស់លោកម្ចាស់ទាំងអស់ឯងតែទិញធូបពង្វក់វិញ្ញាណស្អែកទៅរកជាខុងធូបពង្វក់វិញ្ញាណនេះគឺដើម្បីចាត់ការបិសាចតាដុតតែម្ដងទេនឹងធ្វើឲ្យគេប្រកាសជាវងវែងស្មារតីស្លាប់3ថ្ងៃឬមួយក៏លោកម្ចាស់ចង់ចាត់ការគេដូចជាបិសាចទៅអត់ទេយើងនឹងធ្វើឲ្យគេដេកមិនងើបនេះងាយស្រួលទេគេត្រឹមវឹកហាត់ធម្មពលក្នុងខ្លួនលោកទុកចិត្តខ្ញុំចោះខ្ញុំត្រូវការពេល10យាមខ្ញុំនឹងធ្វើឲ្យគេស្លាប់មួយអាទិត្យធ្វើឲ្យសង្គ្រាមកន្លងហួសអត់ទេយើងចង់ឲ្យគេងើបមិនបានអស់មួយជីវិតអេចង់រៀបចំគម្រោងសម្រាប់ម្ចាស់សំណាងនេះគឺជាទោសសម្រាប់ផ្លាយស្អីគេមានយើងជាខ្នងទៅហើយទោះបីជាព្រឹត្តិការណ៍មកសួរក៏គ្មានអីដែរបាទយេខុងកុំបន្ទោសក្មួយខ្ញុំនេះលេងដៃធ្ងន់គ្មានមេត្តាចង់បន្ទោសខ្លួនឯងទៅសូមគោរពលោកគ្រូយេខុង គឺឯងទេ លោកគ្រូយេខុងពិធីជ្រើសរើសសិស្សថ្ងៃមុនគ្រូខ្ញុំប្រើសម្ដីលើហួរថ្ងៃនេះខ្ញុំមកសុំទោសជំនួសគ្រូខ្ញុំទៅចោះណា គេជាក្មួយរបស់ខ្ញុំមិនប្រកាន់គេទេ លោកគ្រូប្រកាសជាមិនខឹងហើយខ្ញុំមកសុំទោសលោកមើលចោះនេះធូបដែលខ្ញុំទិញមកពីផ្សារធូបនេះដុតតែមួយដើមមានប្រសិទ្ធភាពស្មារតីភ្លឺស្វាងតែម្ដងណាសំបីតែដំរី10ក្បាលក៏ទ្រាំជាមួយវាមិនបានផងកុំថាឡើយមនុស្សគ្មានបានការដូចជាលោកនេះ ធូបនេះ លោកឃើញយឺតពេលហើយលោកនឹងខ្លាយទៅជា ធូបនេះមិនអន់ទេគឺតែក្លិននេះហើយអស់ចាំមែនទែនលោកចិត្តល្អមែនខ្ញុំចូលចិត្ត នេះមិនអាចទេមិនក៏គេមិនអីខ្ញុំមិនជឿថាលោកទប់បានទេលោកគ្រូអញ្ចឹងយកអាធំនេះទៅបងទៅ ព្រះហើយធូបធំយ៉ាងនេះ ប្រកាសហើយខ្ញុំនឹងដុតភ្លើងឲ្យការនោះបិសាចធ្វើសកម្មភាពខ្លាំងហូបមួយនេះធ្វើឲ្យដំរី 100000 ក្បាលសន្លប់ក្របី 100000 ទៀតខ្ញុំមិនជឿថាធ្វើឲ្យលោកមិនសន្លប់បានទេទោះបីជាខ្ញុំមានផ្លាកការពារនេះលើលោកក៏ទប់ទល់បានត្រឹមតែ10យាមចំណែកលោកគ្មានយុទ្ធសាស្ត្រគ្មានបានការនឹងមិនងើបបានមួយជីវិត អូស្រួលខ្លួនណាស់ ស្រួលខ្លួនទៅស្លាប់ទៅ ធូបនេះទៅទិញនៅឯណាមានទៅ គេមិនអី ក្លិនស្អីលោកគ្រូមិនក៏កំពុងដុតធូបអញ្ចឹងមិនត្រូវទេគឺជាធូបពង្វក់វិញ្ញាណវាបោះឲ្យលោកគ្រូមានគ្រោះ ឥឡូវនេះដំណាក់អមតៈគ្មានបានការស្អីទេខ្ញុំចាំថាបេតិជនឆាងជិញឡើងដុតដំណាក់ធានជិញឡើងដុតកម្រិតជីងតានហើយនោះបង្កើតការប្រកួតមួយបើម្ចាស់ដំណាក់អមតៈចាញ់ប្រើដំណាក់អមតៈទៅជាដំណាក់ដាវធានជិញ យល់ព្រមក៏ល្អរយៈពេលការពារ10ឆ្នាំក៏បានកន្លងផុតទៅយេខុងក៏មិនមានការរីកចម្រើនធ្វើតាមលោកចុះ គោរពតាមបញ្ជាក្លិនស្អីគេណាធូបពង្វក់វិញ្ញាណណាមិនក៏មិនល្អទេ អ្នកណាដាក់ថ្នាំពុលលោកគ្រូមានអារម្មណ៍បន្តិចក៏គ្មានដែរ មានស្រួលខ្លួនណាស់តើ ទេលោកគ្រូមានអារម្មណ៍ថាវិលមុខឈឺក្បាលអីខ្លះទេ គ្មានទេ អើយវាមិនត្រូវអញ្ចឹងសោះត្មងអូទ្រាំលេងបានហើយ ក្មួយប្រុសវ័យក្មេងកម្លាំងអន់យ៉ាងនេះប៉ុណ្ណឹងក៏ដេកលក់ទៅហើយគ្រប់កុំឲ្យរងា ការរើស្អីគឺធូបពង្វក់វិញ្ញាណលោកគ្រូមានគ្រោះលោកគ្រូខ្ញុំគឺមកជិតពេលហើយលោកគ្រូទុកចិត្តចុះខ្ញុំប្រកាសជាសងសឹកឲ្យលោកគ្រូ សងសឹកស្អីគេសងសឹកអី លោកមិនស្លាប់ទេ ខ្ញុំប្រកាសជាមិនស្លាប់ហើយនាងវិញដេកមួយថ្ងៃមួយយប់ហើយដឹងអត់ ខ្ញុំមួយថ្ងៃមួយយប់
ធូបនោះសំបីតែស្ដេចដូចជាខ្ញុំក៏ទៅមិនបានលោកគ្រូអន់ជាងខ្ញុំមិនក៏គ្មានអ្វីផង គ្រូឃើញឯងចិត្តបានជោគជ័យទៅហើយគោទៅបានត្រៀមរបស់ខ្លះទុកឲ្យនេះជារបស់លោកគ្រូត្រៀមទុកឲ្យហើយណាទុកឲ្យបានល្អទៅ អរគុណលោកគ្រូហើយលោកគ្រូនេះមិនចេះអាម៉ាមកសោះនេះគឺជារបស់ដែលខ្ញុំបងម៉ែខ្ញុំឲ្យទិញឲ្យសោះថាជារបស់ខ្លួនឯងហើយទឹកចិត្តទៅគឺរបស់លោកចាំមែនហើយប៉ុន្តែរបស់នេះមិនក៏ដូចជាឆ្អឹងមាន់ដែលលោកហូបសល់ពីម្សិលមិញប្រហែលខ្ញុំគិតច្រើនពេកហើយលោកគ្រូមិនក៏យកឆ្អឹងមាន់មកឲ្យខ្ញុំជារបស់សម្រាប់ហ្វឹកហាត់ទេគាត់មិនមែនល្អបែបនេះយ៉ាងណាក៏នៅតែពឹងខ្ញុំដដែលចាំមែនហើយ